ចាសួស្តីបងប្អូនចានេះគឺជាម៉ូតអាវបងស្រីម្នាក់ដែលគាត់កំងកាត់ខ្ញុំណាចាហើយម៉ូតនេះណាគឺបងប្អូនមើលអញ្ចឹងគិតថាដេលឿនណាបងប្អូនប៉ុន្តែមិនមែនទេចាគឺយូរមែនតែនចាពួកអីម៉ូតនេះគឺយើងត្រូវប្រើពេលហើយយើងកាត់ការមកបិទគ្រប់កន្លែងទាំងអស់ចានេះជុំវិញកអាវគឺបិទការកាត់ការប៉ាក់ហ្នឹងយកមកបិទជុំវិញកអាវហើយយើងឆិតម្ដងមួយតម្រាំតែបានហើយចាគឺឆិតដោយដៃផ្ទាល់តែម្ដងអត់ដេទេដេម៉ាស៊ីនគឺអាចនឹងបាក់បញ្ចូលចាអញ្ចឹងយើងព្យាយាមដេឆិតរហូតចាហើយម៉ូតនេះគឺស្រស់ស្អាតណាចាប៉ុន្តែធ្វើការធ្វើវិញគឺនិយាយពីយូរសាហាវចាហើយសម្រាប់ម៉ូតនេះដែរក៏សូមអរគុណបងស្រីចាគាត់អត់ដែរកាត់ខ្ញុំទេចាជាលើកទី1ដែលគាត់មកកាត់នាងខ្ញុំហើយគាត់កាត់ម្ដង3ឈុតចាហើយនេះគឺជាឈុតទី2ចាគឺគាត់កាត់សម្រាប់ពាក់ក្នុងមង្គលការកូនស្រីរបស់គាត់ចាហើយសូមអរគុណដល់បងស្រីដែលអញ្ជើញមកផ្ទាល់មកកាត់សាឡបងដល់តែ3ឈុតបងប្អូនចាហើយនេះចាបងប្អូនគឺបិទបាក់ជុំវិញកងអាវតែម្ដងហើយយើងមានលេងម៉ូតខាងក្រោមនេះទៀតហើយសម្រាប់ម៉ូតនេះគឺធ្វើយូរបងប្អូនចាហើយអញ្ចឹងមិនថាធ្វើជាជាងដេមិនស្រួលទេបងប្អូនចំណាយទាំងពេលវេលាចំណាយទាំងកម្លាំងកាយកម្លាំងចិត្តអស់ហើយដើម្បីឲ្យបានធ្វើម៉ូតអាវចេញបានមួយចាគឺយើងប្រើពេលវេលាយូរក្នុងការដេក្នុងការធ្វើទាំងអស់គឺយើងធ្វើម្ដងតិចម្ដងតិចដើម្បីឲ្យបានស្រស់ស្អាតបែបនេះចាអញ្ចឹងក៏សូមអរគុណដល់បងស្រីដែលអញ្ជើញមកកាត់នាងខ្ញុំចំនួនដល់ទៅ3អាវលើកទី1ដែលគាត់មកកាត់ហើយកាត់ម្ដង3ឈុតចាសូមអរគុណដល់បងប្អូនទាំងអស់គ្នាចាហើយនឹងបងស្រីដែលបានតាមដានហើយនឹងអញ្ជើញមកផ្ទាល់មកកាត់ផ្ទាល់នាងខ្ញុំចាហើយនេះគឺជាម៉ូតទី2ចាម៉ូតទី1ខ្ញុំអត់បានថតទេតែម៉ូតទី2នេះចង់ថតឲ្យបងប្អូនមើលបន្តិចព្រោះអីម៉ូតនេះយើងប្រើពេលវេលាយូរដើម្បីធ្វើវាឲ្យបានចេញជារូបរាងបានស្រស់ស្អាតបែបនេះចាចាអញ្ចឹងក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាចា